តួពីបានទទួលសម្បត្តិពីលោកគ្រូពេទ្យហើយចិត្តគាត់ក៏បានចាត់ចែងសម្ពត់ខោអាវដាក់នៅក្នុងវ៉ាលីផ្ដៅរបស់គាត់ដើម្បីទុកត្រៀមធ្វើដំណើរនៅព្រឹកស្អែកបន្ទាប់មកគាត់ក៏បានចូលសម្រាកដោយសេចក្តីត្រេកអរដ៏លើសលប់ហើយនៅវេលាព្រឹកបន្ទាប់នាឡិកាក៏បានរោលឺសូរមើងចិត្តក៏បានក្រោកឡើងលុបលាងមុខមាត់រួចក៏ស្លៀកពាក់យូវ៉ាលីចុះចេញពីផ្ទះដល់សម្ដៅទៅផ្សារដើម្បីធ្វើការទិញសម្បត្តិរថយន្តនៅវេលាម៉ោង6រថយន្តក៏បានធ្វើដំណើរចេញពីទិសដៅខាងត្បូងទៅដល់ផ្សារភៀស៊ីក៏បត់ត្រង់ទៅលិចតាមផ្លូវប៉ៃលិនចិត្តក៏អង្គុយមើលទេសភាពនៅសងខាងផ្លូវធ្វើឲ្យគាត់មានចិត្តនឹករលឹកដល់ឪពុករបស់គាត់ដែលទើបតែអនិច្ចកម្មទៅថ្មីធ្វើឲ្យទឹកភ្នែករបស់គាត់ហូរមកសស្រាក់ប៉ុន្តែដើម្បីការពារកុំឲ្យអ្នកជិះរថយន្តជាមួយគ្នាមានសេចក្តីមន្ទិលសង្ស័យគាត់ក៏ខំប្រឹងបន្លប់និយាយសើចលេងកំសាន្តជាមួយនឹងអ្នកជិះទាំងអស់គ្នាលុះរថយន្តធ្វើដំណើរបានយូរបន្តិចវេលាម៉ោង11ថ្ងៃត្រង់រថយន្តក៏បានទៅដល់ផ្សារនៃខេត្តប៉ៃលិនចិត្តក៏បានចុះពីរថយន្តហើយដើរទៅស៊ើបសួររកផ្ទះរបស់លោកលួងរតនសម្បត្តិហើយនៅពេលនោះក៏មានបរិសម្នាក់ដែលនៅផ្សារនោះក៏បានចង្អុលប្រាប់គាត់ថាផ្ទះរបស់លួងរតនសម្បត្តិគឺនៅចម្ងាយពីផ្សារនេះទៅប្រហែលជា500ម៉ែត្រហើយនៅខ្លោងទ្វារផ្ទះនោះក៏មានសរសេរយីហោថាភូមិគ្រឹះរតនសម្បត្តិផងដែរបន្ទាប់ពីបានស្ដាប់បរិសម្នាក់នឹងគាត់បានប្រាប់ចិត្តរួចចិត្តក៏បានធ្វើដំណើរទៅដល់ផ្ទះដែលមានយីហោដូចដែលបានប្រាប់បន្តិចក្រោយមកក៏មានកម្មករម្នាក់ចេញពីភូមិគ្រឹះនោះមកសួរចិត្តថាតើអ្នកអញ្ជើញរកអ្នកណាដែរហើយនៅពេលហ្នឹងចិត្តគាត់ក៏បានប្រាប់ទៅកម្មករម្នាក់នឹងថាបាទគឺខ្ញុំមករកលោកលួងរតនសម្បត្តិតើវេលានេះលោកនៅដែរឬទេហើយបរិសម្នាក់នឹងក៏បានប្រាប់ទៅចិត្តវិញថាគឺលោកនៅខាងលើផ្ទះបើចង់ជួបនឹងលោកសូមអញ្ជើញមកតាមខ្ញុំហើយបរិសនោះក៏បាននាំទៅចិត្តឡើងទៅលើផ្ទះហើយគាត់ក៏បានប្រាប់ឲ្យចិត្តអង្គុយនៅលើកៅអីមួយដែលនៅក្នុងបន្ទប់ទទួលភ្ញៀវហើយក៏ដើរចូលទៅក្នុងបាតមួយស្របក់ហើយនៅពេលនឹងដែរក៏លេចមុខមនុស្សចាស់ស្រក់ស្កូវម្នាក់ដើរចេញមកប្រកបដោយឫកពីអង្អាចក្លាហាននៅពេលដែលឃើញបែបនេះចិត្តក៏នឹកដឹងយ៉ាងច្បាស់ថាម្នាក់ហ្នឹងប្រកាសជាលោកលួងរតនសម្បត្តិដែលខ្លួនត្រូវការជួបជាមិនខានហើយគាត់ក៏បានរកិលខ្លួនចុះពីកៅអីបន្ទន់ខ្លួនសំពះដោយសេចក្តីគោរពគួរសមហើយនៅពេលហ្នឹងដែរចិត្តគាត់ក៏បាននិយាយថាទានប្រុសលោកគ្រូពេទ្យស្អាតបានផ្ញើសម្បត្តិមួយច្បាប់មកជួបព្រះតេជគុណហើយបន្ទាប់ពីហ្នឹងលោកលួងរតនសម្បត្តិគាត់ក៏បាននិយាយថាពេទ្យស្អាតក្មួយខ្ញុំនោះឬតើសម្បត្តិនោះគឺនៅឯណាហើយចិត្តគាត់ក៏បានលូកដៃចូលទៅក្នុងហោប៉ៅយកសម្បត្តិនោះមកជូនលោកលួងគាត់ក៏យកទៅអានដោយសេចក្តីត្រេកអរលុះមើលសម្បត្តិនឹងដល់ចប់គាត់ក៏បែរមកពិចារណាមើលលក្ខណៈរបស់ចិត្តម្ដងទៀតហើយគាត់ក៏បាននិយាយទៅកាន់ចិត្តថាក្មួយឯងមែនទេដែលឈ្មោះចិត្តដែលគ្រូពេទ្យស្អាតបានបញ្ជូនមកឲ្យខ្ញុំចិត្តក៏បានតបទៅវិញដែលថាទានប្រុសគឺខ្ញុំបាទនេះហើយលួងរតនសម្បត្តិគាត់ក៏បានសួរទៅចិត្តថាចុះក្មួយធ្វើការងារនេះបានដែរឬទេការងាររបស់ខ្ញុំនេះវាធ្ងន់ណាស់ត្រូវជីកដីនៅក្នុងមួយថ្ងៃ5ទៅ6ម៉ោងរូបរាងស្អាតបាតដូចជាក្មួយនេះខ្ញុំយល់ថាទ្រាំទ្រនឹងការងារហ្នឹងគឺមិនសូវបានយូរប្រហែលទេមុខជារត់ទៅផ្ទះវិញហើយនៅពេលហ្នឹងដែរចិត្តគាត់ក៏បានតបទៅលោកលួងដោយសេចក្តីមុខមុតថាមនុស្សដទៃទៀតគេទ្រាំធ្វើបានហើយខ្ញុំបាទក៏គង់តែធ្វើបានដូចគេដែរទេសូមព្រះតេជគុណកុំព្រួយឲ្យសោះដោយសារតែពាក្យនឹងហើយទៅធ្វើឲ្យលួងរតនសម្បត្តិមានសេចក្តីពេញចិត្តទៅលើចិត្តហើយចិត្តក៏និយាយតទៀតថាទានប្រុសមនុស្សដែលកើតមកក្នុងលោកសន្និវិសនេះមិនប្រកាន់ការងារស្រាលស្រួលទេគឺខ្ញុំបាទមិនដែលគិតដូច្នេះទេកាលបើខ្ញុំបាទមានកម្លាំងពលំដរាបណាខ្ញុំបាទនឹងខិតខំធ្វើការដរាបនោះទោះបីធ្ងន់ក្តីស្រាលក្តីលោកលួងរតនសម្បត្តិក៏និយាយទៅវិញថាអ្នកឯងនិយាយនេះគឺពិតជាត្រូវណាស់ហើយចុះខ្ញុំមានការងារសម្រាប់មនុស្សដែលចង់ធ្វើជានិច្ចវេលានេះអណ្ដូងត្បូងទិសខាងកើតរបស់ខ្ញុំកំពុងឲ្យចាប់ផ្ដើមជីកត្បូងមានតម្លៃមួយអន្លើព្រឹកស្អែកនេះខ្ញុំនឹងបញ្ជូនអ្នកឲ្យទៅធ្វើការនៅទីនោះ
ធ្វើការក្នុងគ្រាដំបូងនេះខ្ញុំនឹងគិតប្រាក់ខែឲ្យអ្នកត្រឹម30រៀលសិនប៉ុន្តែអ្នកអាចបានប្រាក់ខែច្រើនជាងនេះទៅទៀតបើអ្នកខំយកចិត្តទុកដាក់ធ្វើការដោយម៉ឺងម៉ាត់ហើយហ្មត់ចត់ចៅចិត្តក៏អោនក្បាលទទួលយល់ព្រមដោយសេចក្តីគោរពម្ដងទៀតហើយនៅក្នុងខណៈនោះដែរក៏មានសូរស្បែកជើងលាន់ឮពីខាងក្រោមឡើងមកលើផ្ទះព្រមទាំងមានសំឡេងយ៉ាងឆ្មាតូចលាន់រំពងពីខាងក្រោយចៅចិត្តក៏បានចោលភ្នែកក្រឡេកមើលទៅក៏ប្រទះនឹងភ្នែកទាំងគូដែលកំពុងតែសម្លឹងចំត្រង់មកជាដួងកែវភ្នែកប្រកបដោយទឹកដមគួរជាទីចាប់ចិត្តស្នេហាប៉ុន្តែមានរឹកពីឆ្មាំងឆ្មៃមានកិរិយាញែកញក់ញ៉ៃញងល្វត់ល្វន់ល្អណាស់សម្បុរស្បែកសស្អាតមុខមូលក្រឡង់ដូចជាវងភ័ក្រចន្ទ្រាសូរសំឡេងស្រួយស្រប់ដូចជាសូររគាំងប្រាក់ដំណើរល្វត់ល្វន់ដូចជាផ្កាកុលាបដែលត្រូវខ្យល់បក់ល្វិចនៅកណ្ដាលសួនច្បារដូច្នោះពេលនោះចៅចិត្តក៏បានលាន់មាត់ថាអោល្អម្លេះទេនេះប្រហែលជាអញយល់សពឃើញទេដឹងបន្ទាប់មកចៅចិត្តក៏បានភ្ញាក់ស្មារតីលែងសម្លឹងស្រឡាំងកាំងក្នុងពេលដែលលោកលួងគាត់ស្រែកថាកូនស្រីមកឯនេះនារីថ្ងៃនេះប៉ាបានមនុស្សចូលមកធ្វើការថ្មីម្នាក់ទៀតហើយនាងក្រមុំដែលជាកូនរបស់លោកលួងរតនសម្បត្តិគឺនាងមានឈ្មោះថាខុននារីនៅពេលហ្នឹងខុននារីនាងក៏បានឈានជើងឡើងចណ្ដើរមួយភ្នែកសម្លឹងមើលចៅចិត្តដោយកិរិយាឆ្មាំងឆ្មៃបន្តិចតែជាទម្លាប់របស់នាងហើយនាងក៏បានសួរទៅឪពុករបស់នាងថាប៉ានេះឬអ្នកដែលចូលមកធ្វើការថ្មីរបស់យើងលោកលួងគាត់ក៏បានញាក់មុខទទួលហើយងាកទៅនិយាយនឹងចៅចិត្តថាចៅចិត្តនេះគឺនារីកូនស្រីតែមួយរបស់ខ្ញុំចៅចិត្តក៏លើកដៃសំពះសួរនាងនារីក៏ងក់ក្បាលទទួលដោយកិរិយាឆ្មាំងតាមនិស្ស័យរបស់នាងផងដែរនាងនារីសម្លឹងមើលកម្មករថ្មីរបស់ឪពុកតាំងពីក្បាលរហូតដល់ចុងជើងមើលហើយមើលទៀតនៅទីបំផុតនាងក៏លាន់មកថាកម្មករនេះស្គមដូចអ្នកញៀនអភិនតើនឹងមានកម្លាំងជីកដីបានឬប៉ាចៅចិត្តកាលបើត្រូវស្រីក្រមុំស្ដីដាក់មុខដូច្នេះក៏នឹកអៀនខ្មាស់គាត់ក៏បានតបទៅវិញថាមនុស្សត្រង់គេមិនដែលសម្គាល់ថាជាមនុស្សល្ងងទេហើយមនុស្សស្គមក៏គេមិនសម្គាល់ថាជាមនុស្សខ្សោយដែរស្គមយ៉ាងខ្ញុំបាទនេះមានកម្លាំងខ្លាំងដូចមនុស្សធាត់មាំដែរគ្រាន់តែមិនសូវមានសាច់ឈាមធាត់បរិបូរណ៍ប៉ុណ្ណោះទេតើនៅពេលដែលឮចៅចិត្តតបសម្ដីមកខ្លួនបែបនេះធ្វើឲ្យនាងនារីធ្វើមុខក្រញ៉ៅទំនងជាខឹងផងដោយមិនធ្លាប់មានអ្នកណាហ៊ានលេងសម្ដីវោហានឹងនាងឡើយលោកលួងឃើញកូនរបស់ខ្លួនខឹងដូច្នេះគាត់ក៏បានបញ្ឈប់ថាហើយចោះឈប់ស្លេះប៉ុណ្ណេះសិនចោះចៅចិត្តឯងកំពុងតែនឿយហត់អស់កម្លាំងចូលទៅរកសម្រាកខ្លួនឲ្យបាត់នឿយហត់សិនទៅតាំងពីចៅចិត្តបានធ្វើការជាកម្មករត្បូងនៅគេហដ្ឋានរបស់លោកលួងរតនសម្បត្តិមកទោះបីជាការងារនឹងវាធ្ងន់ក្តីឬក៏ស្រាក្តីចៅចិត្តក៏ឥតមានចិត្តធុញទ្រាន់គាត់តែងតែខិតខំបំពេញការងារអស់ពីចិត្តពីថ្លើមហើយដោយសារតែការខិតខំប្រឹងប្រែងធ្វើការយ៉ាងម៉ឺងម៉ាត់និងមានអធ្យាស្រ័យល្អរបស់ចៅចិត្តជាហេតុធ្វើឲ្យពួកកម្មករដែលធ្វើការជាមួយគ្នានឹងគឺមានសេចក្តីស្រឡាញ់រាប់អានជាច្រើនរហូតដល់លោកលួងរតនសម្បត្តិក៏មានចិត្តមេត្តាក្មេងកំឡោះនោះជាច្រើនផងដែរនៅវេលាមួយចៅចិត្តគាត់អង្គុយក្នុងផ្ទះស្ងាត់តែម្នាក់ឯងគាត់ក៏នឹកប្រមូលយករឿងជាច្រើនទៅមកគិតហើយគាត់ក៏នឹកឆ្ងល់តែម្នាក់ឯងថាចុះហេតុដូចម្ដេចបានជាអញចេះតែរំពឹងនឹកដល់នាងក្រមុំនោះអីម្លេះចុះអញជាប់ចិត្តប្រតិព័ទ្ធនាងក្រមុំនោះឬអីទេមិនបានទេនាងនោះមានរូបឆោមល្អមែនហើយប៉ុន្តែរឹកពីឆ្មាំងឆ្មៃប្រកាន់ខ្លួនហួសថែមទាំងមានសម្បត្តិស្ដុកស្ដំហួសវិស័យឈូងតោងបេះប្រលេះយកឲ្យបានចុះអ្នកមានប្រយោជន៍អ្វីដែលអ្នកនៅខំនឹកដល់គេទោះជាខំទប់ចិត្តមិនឲ្យគិតក៏នៅតែមានចិត្តរីករាយទៅរករូបអារម្មណ៍នោះទាល់តែបាននៅទីបំផុតចៅចិត្តក៏ភាវនាថាខ្លួនទៀបកំតោងដៃខ្លីកំឈងស្រវាអុភ្នំចំណែកឯនាងនារីក៏ធ្លាប់គិតថាកម្មករថ្មីរបស់នាងគឺជាមនុស្សចម្លែកជាងគេដែរមិនចេះប្រជប់ប្រជែងចវាយនាយនិយាយត្រង់ទៅត្រង់មកអត់ចេះក្រែងចិត្តគេសោះថែមទាំងនិយាយសម្ដីទាន់សម័យទៀតផងបានជានាងនឹកជឿថាកម្មករកំឡោះនោះ
បានរៀនសូត្រចេះដឹងច្រើនគួរសមដែរជួនកាលនាងបានឮសូរបរោះនោះច្រៀងទំរាយទំនុកតាមការកំសត់របស់ខ្លួនក៏មានច្រៀងទំនុកយុវាភិរមជាពាក្យរំលឹកយុវជនក៏មានទើបនាងយល់ថាកម្មករកំឡោះនោះច្បាស់ជាចេញមកពីសាលាមធ្យមសិក្សាណាមួយជាប្រកបនៅវេលាប្រឡប់ថ្ងៃនោះជាខែរនោចព្រះច័ន្ទក៏រះឡើងបំព្រៀងមើលទៅឃើញឆាបមួយចំហៀងឆ្លុះពន្លឺប្រផេះកងចុងប្រឹក្សាយ៉ាងត្រចះត្រចង់នារីចុះមកដើរលេងកំសាន្តចិត្តជាមួយនឹងស្រីបម្រើម្នាក់នៅទីធ្លាសួនច្បារមុខផ្ទះដែលមានស្មៅរាបស្អាតដូចកម្រាលព្រំនាងតែងតែក្រឡេកភ្នែកមើលទៅកូនផ្ទះដែលជិតស្នាក់នៅនោះជារឿយហើយនៅពេលនោះនាងក៏បានឃើញផ្ទះនោះងងឹតឥតមានពន្លឺភ្លើងទើបនាងនាំក្មេងស្រីបម្រើលោកដើរចូលទៅឈរនៅគុម្ពផ្កាខាងមុខបង្អួចក៏ស្រាប់តែឮសំឡេងមនុស្សច្រៀងទំនុកយុវាភិរមយ៉ាងពិរោះចិត្តបន្ទាប់ពីស្ដាប់ចៅចិត្រច្រៀងរៀបរាប់ចប់នាងក៏បានស្រែកដាស់ចៅចិត្រពី3ម៉ាត់ចៅចិត្រក៏ប្រែខ្លួនស្ទុះក្រោកឡើងទាំងងងុយងកកាលឃើញអ្នកដែលចូលមកដាស់ច្បាស់ក៏ម្នីម្នានិយាយអញ្ជើញឲ្យអង្គុយដោយកិរិយាអោនលំទោនចៅចិត្រក៏និយាយទៅកាន់ខុននារីថាអញ្ជើញអង្គុយខុននារីការដែលខុនអញ្ជើញមកលេងផ្ទះខ្ញុំបាទមានសេចក្តីត្រេកអរណាស់ទុកដូចជាបានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់នៅពេលនោះដែរនាងខុននារីក៏ធ្វើមុខក្រញ៉ៅបន្តិចហើយស្ដីទៅថាអ្នកណានិយាយថាខ្ញុំមកលេងជាមួយនឹងអ្នកឯងហើយចៅចិត្រក៏នឹកឆ្ងល់ក៏បានសួរទៅខុននារីថាចុះខុនអញ្ជើញមកមានការអ្វីដែរនៅពេលហ្នឹងនាងក៏បានតបទៅវិញថាគឺខ្ញុំមកស្ដាប់មនុស្សច្រៀងចុះអំបញ្ញមិញនេះអ្នកណាគេច្រៀងចៅចិត្រក៏ធ្វើលេងឡង់និយាយសួរទៅនាងថាទៀនប្រុសតើយុវាភិរមជាអ្វីជាសត្វឬក៏ជាមនុស្សខ្ញុំបានមិនដែលឮឈ្មោះសោះនៅពេលដែលឮចៅចិត្រនិយាយបែបនេះនឹងខុននារីក៏បានតបទៅវិញថាណែអ្នកភ្លើទេឬយុវាភិរមជាទំនុកច្រៀងមួយខ្ញុំចង់ដឹងតើអំបញ្ញមិញនេះអ្នកណាគេច្រៀងចៅចិត្រក៏បានតបអេទេនរណាច្រៀងខ្ញុំបាទអត់ដឹងសោះឡើយតែខ្ញុំបាទមិនមែនច្រៀងទេខ្ញុំបាទនេះកុំថាដល់ទៅភ្លេងយុវាភិរមជាទំនុកទំនើបថ្មីអ្វីនោះឡើយតែបទសកវាចុះផែអំទូករាល់ឆ្នាំខ្ញុំបាទក៏អត់ចេះនឹងគេសោះឡើយនៅពេលហ្នឹងខុននារីនាងក៏បានតបទៅវិញថាកំពូតខ្ញុំបានឮសូរសំឡេងច្រៀងពីខាងលើផ្ទះនោះឯងហើយនៅផ្ទះនោះក៏មានតែអ្នកឯងម្នាក់មែនទេចៅចិត្រក៏បានតបថាបាទគឺមានតែខ្ញុំម្នាក់ឯងតែប៉ុណ្ណោះតែខ្ញុំបាទមិនមែនជាអ្នកច្រៀងទេហើយខុននារីក៏បានតបទៅវិញថាអ្នកឯងស្រែកច្រៀងក្តែងនៅតែប្រកែកនឹងគេទៀតហើយនៅពេលហ្នឹងចៅចិត្រក៏សើចហើយនិយាយថាខ្ញុំបាទជម្រាបហើយថាខ្ញុំបាទមិនចេះច្រៀងទេក៏នៅតែបង្ខំឲ្យច្រៀងទៀតបើខ្ញុំបាទចេះច្រៀងនឹងច្រៀងជូនខុនស្ដាប់ឥឡូវនេះឯងនៅពេលហ្នឹងដែរនាងខុននារីក៏នឹកខឹងក្រោកឡើងឈរហើយក៏និយាយថាមនុស្សបែបនេះនិយាយខ្មែរមិនចេះស្ដាប់ទេចៅចិត្រគាត់ក៏បានតបទៅខុននារីវិញថាបើមិនចេះស្ដាប់ភាសាខ្មែរហើយអ្វីក៏និយាយឆ្លើយឆ្លងគ្នាបាននារីនាងក៏បានតបទៅចៅចិត្រវិញថាឈប់ចិត្តកុំនិយាយថ្លង់ណាស់នាងក៏លើកដៃហាមហើយនាងបំរុងនឹងចុះពីផ្ទះនោះទៅដោយរួសរាន់ប៉ុន្តែចៅចិត្រគាត់ក៏អង្វរថាពធោខុននារីខុនប្រញាប់អញ្ជើញទៅណាពេលហ្នឹងខុននារីនាងក៏បានឆ្លើយយ៉ាងសោះប្រោះថាទៅគេងហើយចៅចិត្រគាត់ក៏បានតបទៅថាខុនកុំអាចអញ្ជើញទៅខុនមិនគួរលះបង់ធម្មជាតិល្អដល់ត្រកាលដែលគួរពិតបើរមិលមើលក្នុងវេលានេះទេហើយនៅពេលហ្នឹងខុននារីនាងក៏បានតបទៅវិញថាខ្ញុំក៏ចូលចិត្តធម្មជាតិល្អដូចនេះដែរតែស្អប់មនុស្សឈួតព្រើហើយចៅចិត្រគាត់ក៏បានតបទៅខុននារីវិញថានៅទីនេះឥតមានមនុស្សឈួតទេខុនណាស់ហើយខុនមិនបាច់និយាយជជែកគ្នាច្រើនទេសូមអញ្ជើញទៅសន្ទនាលេងក្នុងសួនច្បារឯណោះមើលធម្មជាតិល្អដល់ត្រកាលកម្រមានដោយពេលហ្នឹងដែរមិនដឹងជាមានអំណាចអ្វីមកគ្របសង្កត់ឲ្យនាងនារីធ្វើតាមពាក្យអញ្ជើញរបស់ចៅចិត្រនាងស្រាប់តែចុះដើរនាំមុខទៅដល់ស្រួល
ទៅអង្គុយលើជើងម៉ាវិញក្បែរដើមចំបៃមួយដើមជាមួយនឹងស្ត្រីបម្រើរបស់នាងហើយចំណែកឯចចិតក៏អង្គុយលើស្មៅក្បែរជើងម៉ាវិញនោះហើយកែវភ្នែករំពៃងើយមើលទៅលើចន្ទ្រាឆែបពាក់កណ្ដាលដួងដ៏ដេដាស់ទៅដោយពួកផ្កាយមានចំនួនច្រើនលើសគណនាហើយចចិតនិយាយឡើងថាគុណគប់ចិត្តពន្លឺរស្មីដួងចន្ទ្រាឬទេនៅពេលហ្នឹងគុណនារីនឹងក៏បានតបទៅវិញថាខ្ញុំចូលចិត្តដែរចិត្តហើយពេលហ្នឹងចចិតក៏បានតបទៅវិញដោយសេចក្តីផ្អែមថាមែនហើយគុណជីវិតរបស់មនុស្សយើងឲ្យបានសុខស្រួលពន្លឺរស្មីព្រះច័ន្ទខ្យល់រំភើយផាត់និងមានក្លិនក្រអូបឈ្ងុយឈ្ងប់របស់ផ្កានានាអាចធ្វើឲ្យចិត្តគំនិតរបស់យើងមានអារម្មណ៍រីករាយទៅបានយ៉ាងចម្លែកហើយនាងគុណនារីអង្គុយស្ដាប់សម្ដីចចិតនិយាយដោយមានអារម្មណ៍អណ្ដែតអណ្ដូងហើយនាងគិតថាកម្មករកំឡោះនេះជាមនុស្សចម្លែកជាងកម្មករឯទៀតរបស់នាងសម្ដីគ្រប់ម៉ាត់របស់កម្មករនេះពោរពេញទៅដោយសំនួនវោហារគួរឲ្យចង់ស្ដាប់មិនសមជាមនុស្សខ្សោយចំណេះដឹងនោះទេនាងនារីស្ងាត់ទៅមួយស្របក់ចចិតក៏ចាប់ផ្ដើមនិយាយឡើងមុនទៀតថាបើគុណនៅតែម្នាក់ឯងអង្គុយជាមួយនឹងធម្មជាតិបែបនេះតែគុណធ្លាប់នឹកប្រវត្តិដល់ញាតិមិត្តសម្លាញ់ដែលនៅឆ្ងាយខ្លះដែរឬទេហើយនៅពេលហ្នឹងគុណនារីក៏តបទៅចចិតដែលថាគឺខ្ញុំធ្លាប់នឹកដែរចិត្តហើយចិត្តក៏បានតបទៅវិញថាខ្ញុំបាទក៏ធ្លាប់នឹកដែរហើយច្រើនតែជាប់នៅនឹងចិត្តជានិច្ចផងអោគុណនារីតាំងពីខ្ញុំបានមកអាស្រ័យនឹងផ្ទះគុណនេះខ្ញុំបាទមិនដែលឃើញម្ដាយរបស់គុណម្ដងណាសោះហើយគុណនារីក៏បានតបទៅចចិតថាគឺខ្ញុំគ្មានម៉ែទេចិត្តក៏តបទៅគុណនារីថាចម្លែកដែរបើគុណគ្មានម្ដាយចុះគុណកាត់មកពីណាដល់ពេលហ្នឹងគុណនារីក៏បានតបទៅចចិតថាយីអើណែគាត់ឯងកុំនាំអុចអាលបណ្ណាលឲ្យកើតទុក្ខសោកណាពាក្យដែលថាគ្មានម្ដាយនេះគឺថាម្ដាយនោះគាត់អនិច្ចកម្មទៅហើយយល់ទេដល់ពេលហ្នឹងចចិតក៏បានយល់ហើយក៏និយាយថាដូច្នេះទេឬយល់ហើយទៀនប្រោសតែគុណកាន់តែក្រនបើជាងខ្ញុំបាទច្រើនហើយនាងគុណនារីក៏បានតបថាម្ដាយគាត់ខូចទៅហើយដែរឬចិត្តធ្វើមុខស្រពោនហើយនិយាយថាគុណនៅក្រនបើជាងខ្ញុំបាទច្រើនព្រោះមានឪពុក3បាច់រក្សាចំណែកខាងខ្ញុំបាទគ្មានទាំងឪពុកគ្មានទាំងម្ដាយនៅចំណុចត្រង់នេះហើយដែលធ្វើឲ្យនារីសង្កេតមើលមុខចចិតឃើញស្ងួតស្រពោនច្រើនចចិតសន្សំងើបមុខមើលទៅមុខនាងហើយនិយាយថាគុណនឹងគិតថាការតស៊ូនឹងជីវិតដែលក្រីក្រលំបាកតោកយ៉ាកទៅតាមទំនើងតែម្នាក់ឯងតើវាមានរសជាតិដូចម្ដេចខ្លះតែខ្ញុំបាទជាប្រុសល្មមអត់ធ្មត់នឹងសេចក្តីលំបាកបានគ្រប់យ៉ាងហើយធ្លាប់តទល់នឹងសេចក្តីក្រីក្រតោកយ៉ាកមកច្រើនហើយជួនកាលខ្ញុំបាទអត់បាយពេញមួយថ្ងៃក៏មានដល់ពេលហ្នឹងនាងគុណនារីក៏អង្គុយសងំស្ងៀមចាំស្ដាប់ចៅចិត្តនិយាយតែក្នុងចិត្តនៅអាណិតអាសូរចៅចិត្តជាពន់ពេកហើយក៏នឹកដល់ខ្លួនឯងថាបើអញត្រូវបានទទួលគ្រោះយ៉ាងដូចនេះតើនឹងមានសេចក្តីលំបាកយ៉ាងណាទៅហើយនៅពេលហ្នឹងនាងគុណនារីក៏បានសួរចៅចិត្តថាចុះចិត្តមកទីនេះបានស្រួលខ្លួនខ្លះហើយឬនៅពេលហ្នឹងចៅចិត្តសម្លឹងមើលភ្នែករបស់នាងគុណនារីហើយញញឹមយ៉ាងរួសរាយថាខ្ញុំបាទបានស្រួលច្រើនគុណនារីតាំងពីខ្ញុំបានចូលមកអាស្រ័យនៅក្នុងផ្ទះគុណនេះបានស្រួលឡើងច្រើនមិនបាច់នឹកព្រួយក្រែងអត់បាយស្លាប់ទេបើបៃលិននៅតែមានមេត្តាខ្ញុំបាទមុខជាសូមផ្ញើឆ្អឹងនៅតំបន់នេះជាប្រកាសអាកាសធាតុនៅបៃលិនតាមធម្មជាតិត្រជាក់ជាងស្រុកសង្កែបាត់ដំបងបើជួនជាត្រូវរដូវរងាដូចក្នុងវេលានេះក៏កាន់តែត្រជាក់ខ្លាំងឡើងទៀតលុះឮសូរទឹកសន្សើមចុះពីស្លឹកឈើមិនដាច់រយៈដោយដួងច័ន្ទមួយចំហៀងនោះក៏លិចបាត់បាំងដងភ្នំទៅខ្យល់ត្រជាក់កាន់តែបក់ផាត់ខ្លាំងឡើងជាហេតុនាំឲ្យត្រជាក់ញាក់ដល់បេះដូងកំឡោះក្រមុំទាំងពីរនាក់ទើបតែចិត្តសន្សំក្រោកឡើងមើលទៅផ្ទៃមេឃដោយកិរិយាស្រពបស្រពោនហើយនិយាយឡើងថា
យប់ជ្រៅហើយខុននារីអញ្ជើញឡើងផ្ទះវិញចុះអំណាចទឹកសន្សើមនិងខ្យល់រងាបែបនេះអាចធ្វើឲ្យខុនផ្ដាសាយឬក៏ទៅជាគ្រុនក៏ថាបានចំណែកឯខុននារីក៏បានក្រោកឡើងដើរទៅលើផ្ទះដ៏ស្រួលដោយកូនក្មេងដែលប្រដៅបានបែបបត់ល្អតែនាងក៏ងាកមកឆ្ងល់ក្នុងចិត្តថាកម្មករកំឡោះនេះមានអំណាចអ្វីអាចឈានបង្គាប់អញឲ្យធ្វើតាមបង្គាប់របស់ខ្លួនបានដោយងាយស្រួលដូច្នេះប៉ុន្តែនាងក៏គិតយល់ដែរថាប្រសិនបើនៅហាលសន្សើមយូរពេកក៏អាចធ្វើឲ្យគ្រូនរងាឬក៏ផ្ដាសាយបានមែនលុះដល់ព្រឹកឡើងចិត្តក៏បានលីចប់ចេញទៅធ្វើការជីកត្បូងនីអណ្ដូងត្បូងត្រង់ទីខាងកើតដូចសពដងដែលធ្លាប់ធ្វើមករាល់ថ្ងៃបានដើរកាត់មុខផ្ទះធំនោះទៅស្រាប់តែឃើញនាងនារីនិងលោកលួងរតនសម្បត្តិអង្គុយក្នុងរថយន្តដែលបំរុងនឹងធ្វើដំណើរទៅផ្សារទៅទិញអីវ៉ាន់ឯតសុនជាអ្នកបររថយន្តនោះខំប្រឹងរវៃទាល់តែបែកញើសក៏នៅតែមិនឆេះដល់យូរពេកទើបលោកលួងស្រែកសួរទៅតសុនថារថយន្តមិនឆេះទេឬនៅពេលហ្នឹងតសុនក៏ប្រវីក្បាលហើយយកកន្សែងជូតញើសមុខហើយជម្រាបទៅលោកលួងថាបាទមិនឆេះទេទៀនប្រុសខ្ញុំបាទបានដោះលាងសម្អាតគ្រឿងពីយប់មិញនេះឯងស្រាប់តែព្រឹកឡើងវាគៀចដូច្នេះចិត្តក៏ដើរចូលមុខចិត្តហើយលើកដៃសំពះលោកលួងរតនសម្បត្តិហើយជម្រាបសួរថាទៀនប្រុសប្រដេជគុណនឹងអញ្ជើញទៅណានៅពេលហ្នឹងលោកលួងគាត់ក៏បានតបទៅចិត្តវិញថាខ្ញុំទៅទទួលលោកប្រឡាត់ស្រុកសង្កែបន្តិចតែរថយន្តវាមិនព្រមឲ្យទៅសោះចៅចិនពេលហ្នឹងនាងនារីសម្លឹងមើលចៅចិនមួយផ្លេតឃើញទឹកមុខដូចស្រស់បោះជាងសពថ្ងៃមានកិរិយាអង្អាចខុសពីកម្មករឯទៀតនារីក៏បាននិយាយទៅកាន់លោកលួងថាប៉ាយើងទៅមិនរួចទេឬអីនៅពេលហ្នឹងចៅចិនគាត់ក៏បាននិយាយទៅកាន់លោកលួងដែរថាសូមឲ្យខ្ញុំបាទរវៃមើលបន្តិចក្រែងលោឆេះហើយចៅចិនក៏បើកគម្របបាំងគ្រឿងយន្តពិនិត្យមើលមួយស្របក់ក៏ញញឹមហើយនិយាយថាទៀនប្រុសទាស់ត្រង់នេះរវៃម្ដងទៀតឆេះជាប្រកបហើយគាត់ប្រាប់ឲ្យតសុនរវៃម្ដងទៀតនៅពេលហ្នឹងតសុនក៏ចាប់រវៃម្ដងទៀតគ្រឿងយន្តក៏ក្រហឹមក្រឹមមួយរំពេចឡើងអ្នកទាំងអស់គ្នាក៏ញញឹមតសុនក៏ឡើងទៅផ្ទះស្មាចិត្តហើយលន់មកថាពូកែគ្រាន់បើអ្នកក្មួយអញដល់ពេលហ្នឹងលោកលួងរតនសម្បត្តិក៏លន់មាត់ដោយសេចក្តីត្រេកអរហើយសួរចិត្តថាចៅចិត្តពូកែមែនរៀនចេះពីណាប្រសពលក្ខចំណេះណាស់ចិត្តនឹកត្រេកអរក៏បង្អន់ខ្លួនជម្រាបទៅលោកថាទៀនប្រុសគឺមិនបានរៀនឯណានោះទេគ្រាន់តែធ្លាប់បរជន្មមកដែរក៏ល្មមនឹងធ្វើកើតចំពោះតែគ្រឿងដែលខូចខាតបន្តិចបន្តួចចំណែកឯតសុនបានឮសម្ដីចៅចិត្តថាធ្លាប់បរជន្មមកដែរក៏នឹកដល់ប្រពន្ធដែលទៅមកដល់ផ្ទះពីព្រឹកមិញគាត់មិនទាន់បានសួរសុខទុក្ខស្រាប់តែជាប់រវល់មកបរជន្មជូនលោកលួងទៅឯស្រុកខាងកែទើបគាត់ជម្រាបសុំច្បាប់លោកថាទៀនប្រុសថ្ងៃនេះគឺខ្ញុំបានមានធុរៈបាត់ប្រពន្ធខ្ញុំបាទទើបនឹងមកដល់ផ្ទះព្រឹកមិញនេះខ្ញុំបាទមិនទាន់បានសួរសុខទុក្ខទេហើយគេថាប្រញាប់វិលទៅស្រុកវិញក្នុងពេលវេលាថ្ងៃត្រង់នេះផងដូច្នេះសូមប្រតិជគុណមេត្តាឲ្យចិត្តបរិយជនជំនួសខ្ញុំបាទបានមួយពេលសិនចុះនៅពេលហ្នឹងលោកលួងរតនសម្បត្តិក៏នៅស្ងៀមមួយសបកហើយគាត់ក៏បានសួរទៅកាន់ចិត្តថាចិត្តឯងបររថយន្តជំនួសតសុនបានមួយថ្ងៃទេចិត្តបានមើលមុខតសុនឃើញតសុនសម្ដែងអាការៈអង្វរទើបចិត្តជម្រាបទៅលោកថាខ្ញុំបាទបរជូនបានទៀនប្រុសនៅពេលហ្នឹងតសុនក៏ត្រេកអរណាស់គាត់ក៏បានស្ទុះទៅចាប់ដៃចិត្តអង្រួនថាអរគុណអ្នកក្មួយណាស់សូមអ្នកក្មួយសម្លាញ់ជួយយកតែបនទៅចុះហើយគាត់ក៏ងាកមកលើកដៃសំពះលោកលួងរតនសម្បត្តិហើយក៏ដើរចេញទៅហើយចិត្តក៏បានយកគ្រឿងប្រដាប់ធ្វើការទៅទុកស្រេចហើយក៏ផ្លាស់សម្ពត់អាវកម្មករជាអ្នកបររថយន្តឡើងកាច់ចង្កូតបរចេញពីទីនោះទៅទំនងជាអ្នកឆ្លាតប៉ិនប្រសពដោយមិនមានឧបសគ្គរវាងពាក់កណ្ដាលផ្លូវដរាបមកដល់ស្រុកសង្កែដែលជាទីក្រុងបាត់ដំបង